នេះជាការធ្វើក្តារខៀនឥឡូវយើងកាត់ញោមមេស៊ុំ6ហ៊ុនបន្ទាប់មកយើងក៏ចាប់ផ្ដើមឆាបមាត់ចាបស៊ុំរូបថតនឹងដើម្បីយកទៅផ្គុំសម្រាប់ធ្វើក្តារខៀននេះយើងកាត់មាត់ចាបរៀងពិបាកកាត់បន្តិចដែរបន្ទាប់មកយើងក៏ដាក់កែងស៊ុំបញ្ចូលគ្នាទាំង4កែងស៊ុំហើយយើងក៏បាញ់វិសភ្ជាប់យើងផ្គុំទុករួចសិនហើយយើងផ្គុំឲ្យចេញជាក្តារខៀនសិនក្តារខៀននេះមានកម្ពស់1.40 ម៉ែត្របដោយ2.5 ម៉ែត្រយើងចាប់ផ្ដើមបាញ់ទឹកសាប៊ូដើម្បីយើងបិទស្កុតនេះយើងមានគូក្រឡាដូចក្រឡាសភៅស្រេចមានថ្ងៃខែមានវាយបន្ទាត់ក្នុងការងារសរសេរបន្ទាប់មកយើងក៏ចាប់ផ្ដើមគូយើងក៏ចាប់ផ្ដើមគៀយកទឹកចេញពីកញ្ចក់និងស្កុតចេញឲ្យស្ងួតវិញយើងគៀរួចហើយយើងក៏ចាប់ផ្ដើមស្ងួតទឹកសាប៊ូយើងក៏ដាក់បញ្ចូលស៊ុំចូលទៅក្នុងយើងបញ្ចូលបញ្ច្រាស់ឥឡូវយើងបញ្ចូលត្រូវវិញយើងរៀបចំដាក់ក្តារខៀននេះធំណាស់បាទធំមែនតើកម្រមានអ្នកធ្វើនេះជាលើកទី1ហើយដែលយើងទទួលធ្វើក្តារខៀនធំបាទរួចរាល់ហើយបងប្អូនបាទនឹងហើយយើងបញ្ចូលកៅស៊ូឲ្យណែនកុំឲ្យរអិលបាទអរគុណច្រើនបាទ